ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអំពីវិធីចំហុយកន្ធាយជាមួយខ្ទឹមសបងប្អូនចាយើងកាប់កន្ធាយយើងជាដុំអញ្ចឹងមកណាបងប្អូនកន្ធាយយើងសុទ្ធតែពងបងប្អូនអើយចារួចហើយយើងចាក់ទឹកសូដាចូលដើម្បីឲ្យយើងឲ្យវាកាត់ឆ្អាប់បានល្អណាបងប្អូនចាចាក់ទឹកសូដាចូលរួចហើយយើងទុកទៅ10នាទីទៅ15នាទីត្រែលើបងប្អូនទុកទេគឺទុកវាកាន់តែកាត់ឆ្អាប់កាន់តែល្អអញ្ចឹងណាបងប្អូនរួចហើយយើងមកផ្សំគ្រឿងរបស់យើងចាដូចជាគល់ស្ក្រេចាចិត្តជាចំណិតចឹងណាបងប្អូនស្លឹកក្រូចចាចិត្តចំណិតដូចគ្នាចឹងបងប្អូនរួចហើយជាមួយគល់រំដេងចាគល់រំដេងយើងប្រើរៀងច្រើនតិចមកបងប្អូនវាឈ្ងុយធ្វើឈ្ងុយបានល្អនិងកាត់ឆ្អាបរួចហើយម្ទេសចាចិត្តជាចំណិតដូចគ្នារួចហើយខ្ទឹមសយើងដំមកខ្ទឹមសយើងបងប្អូនយើងប្រើឲ្យរៀងច្រើនតិចទៅណាបងប្អូនព្រោះយើងចំហុយកន្ធាយជាមួយខ្ទឹមសយើងអញ្ចឹងយើងប្រើខ្ទឹមសឲ្យរៀងច្រើនជាងគេមកយើងក៏ច្រាំវាឲ្យម៉ត់ចឹងមកបងប្អូនណាចានេះខ្ទឹមក្រហមយើងចាត់ជាចំណិតបានហើយមិនបាច់ចិញ្ច្រាំទេណាបងប្អូនចាគ្រឿងយើងហើយយើងចាប់ផ្ដើមធ្វើកន្ធាយយើងម្ដងយើងដាំទឹកឲ្យពុះណាបងប្អូនដើម្បីឲ្យស្រស់វាសិនស្រស់កន្ធាយម្ដងទៀតណាបងប្អូនណាយើងធ្វើអញ្ចឹងទៅវាកាត់ឆ្អាបណាបងប្អូនគឺញ៉ាំទៅអត់ឆ្អាបទេកន្ធាយយើងគឺញ៉ាំទៅយើងញ៉ាំទៅវាហូរពេញមាត់ល្អអត់ឆ្អាបអត់អីទេគឺឆ្ងាញ់តែម្ដងណាបងប្អូនយើងចាប់ផ្ដើមស្រស់កន្ធាយយើងដាក់ទៅគល់រំដេងស្លឹកក្រូចហើយនឹងគល់ស្ក្រេយើងហ្នឹងដើម្បីអីឲ្យឈ្ងុយសាច់កន្ធាយយើងណាបងប្អូនចាយើងស្រស់សិនមកយើងក្រោបសិនមកយើងស្រស់ឲ្យទឹកពុះបន្តិចមកយើងចាប់ផ្ដើមស្រង់កន្ធាយយើងចាស្រង់កន្ធាយយើងឡើងមកចារួចហើយយើងចាប់ផ្ដើមយកកន្ធាយយើងស្រស់រួចហើយយកទៅដាក់ក្នុងចានដែលយើងសម្រាប់ចំហុយណាបងប្អូនចាដូចជាយើងដាក់ថែមគ្រឿងបន្តិចទៀតណាបងប្អូនលាយគ្រឿងចានេះចាប់ផ្ដើមដាក់ម្សៅរ៉ូឌីប៊ីចេងចារួចហើយយើងដាក់នេះទឹកប្រេងខ្យងចាយើងរួចហើយយើងដាក់ម្រេចយើងហ្នឹងបងប្អូនចាទឹកត្រីស្ករយើងដាក់បន្តិចមកបងប្អូនលួចអំបិលបន្តិចមកណាបងប្អូនចាលួចអំបិលរួចហើយយើងច្បល់ដោយសារយើងច្បល់ទៅពីវាអត់សប់ល្អយើងច្បល់អញ្ចឹងណាបងប្អូនចារួចហើយកន្ធាយយើងចាប់ផ្ដើមដាក់ទឹកមកយកមកចំហុយចាដាក់ទឹកក្នុងខ្ទះយើងមកយកមកចំហុយនេះចំហុយរួចហើយបងប្អូនចំហុយរៀងយូរបន្តិចដែរហើយណាបងប្អូនធ្វើឲ្យសាច់កន្ធាយយើងផុយបងប្អូននេះឆ្អិនហើយនិយាយពីឈ្ងុយមកបងប្អូនឈ្ងុយមែនតើហើយឆ្ងាញ់ណាស់ធ្វើដូចខ្ញុំទៅបងប្អូន